12រឿងនាងកល្យាណីបុរសថោកទាបច្រើនចាញ់បោកប្រាជ្ញាស្រីកាលព្រះសម្ពុទ្ធបរមគ្រូសាងបារមីនៅឡើយទ្រង់សោយព្រះជាតិជាកូនសេដ្ឋីមានឈ្មោះថាធ្នេញជាឲ្យបណ្ឌិតភរិយាឈ្មោះនាងកល្យាណីជាស្រីធ្លាតមានបញ្ញាច្រើនមានចរិមាយាត្រឹមត្រូវល្អជាទីបំផុតឯធ្នេញជាឲ្យបណ្ឌិតនេះជាព្រះរាជសព្វព្រះទ័យណាស់សូមសេដ្ឋីយកធ្វើជាព្រះរាជតាំងតែពីអាយុ7 ឆ្នាំថ្ងៃមួយព្រះរាជាចាប់ប្រាឲ្យធ្នេញជាឲ្យបណ្ឌិតទៅបង្កាបសត្រូវក្នុងបច្ច័នជនបទព្រះពោធិសត្វក៏ថ្វាយបង្គំមាតាបតាហើយផ្ដាំជាភរិយាឲ្យមើលទំនុកបំរុងមាតាបតានិងថែរក្សាខ្លួនកុំឲ្យសត្រូវមើលងាយផ្ដាំងស្រេចហើយក៏នាំសេនាទាហានចេញទៅមានសេចក្តីដំណើរថាក្នុងនគរនោះមានសេនាបតីម្នាក់ឈ្មោះឧជុកសេនាតបីជាស្ត្រូវនឹងព្រះពោធិសត្វកាលបើដឹងថាព្រះពោធិសត្វព្រះរាជាចាប់ឲ្យចេញទៅបង្កាបសត្រូវបាត់ហើយនៅតែនាងកល្យាណីក៏ហៅអ្នកប្រាជ្ញ3នាក់ជាសម្លាញ់របស់ខ្លួនមកប្រាប់ឲ្យទៅប្រឡំស្រឡាញ់នាងកល្យាណីអ្នកប្រាជ្ញ3អ្នកនោះគឺឈ្មោះសុនរីល័យឲ្យបណ្ឌិត1អត្រមបណ្ឌិត1អភ័យបណ្ឌិត1ឧជុកសេនាបតីនិយាយពន្យល់អ្នកប្រាជ្ញទាំង3នាក់នោះថាមនាបណ្ឌិតនាងកល្យាណីជាស្រីក្មេងប្រត់បីធម្មតាស្ដីក្មេងតែងបរិបូរណ៍កាមដង្ហាភ្លាវកាលយើងត្រូវលួងលោមដោយតាមដង្ហាដើម្បីប្រកបមេធនមុខជាបានសម្រេចដោយងាយអ្នកប្រាជ្ញ3នាក់នោះគឺឈ្មោះសុនរីល័យឲ្យបណ្ឌិត1អត្រមបណ្ឌិត1អភ័យបណ្ឌិត1ឧជុកសេនាបតីនិយាយពន្យល់អ្នកប្រាជ្ញទាំង3នាក់នោះថាមនាបណ្ឌិតនាងកល្យាណីជាស្រីក្មេងប្រត់បីធម្មតាស្ដីក្មេងតែងបរិបូរណ៍កាមដង្ហាភ្លាវកាលយើងត្រូវលួងលោមដោយតាមដង្ហាដើម្បីប្រកបមេធនមុខជាបានសម្រេចដោយងាយអ្នកប្រាជ្ញមា3នាក់និយាយថាពិតលោកម្ចាស់ការនេះមិនងាយទេធាតុនាងកល្យាណីមានបរិវារច្រើនមានគ្រឿងរក្សាការពារមីមួនយើងខ្ញុំមិនអាចលួងលោមបានឡើយឧជុកសេនាបតីថាមិនក្រតេងាយណាស់ឯស្រីជាបរិវារវាចង់បានទ្រព្យបើយើងឲ្យទ្រព្យវាហើយវានឹងជួយកិត្តការយើងបានសម្រេចដោយងាយអ្នកប្រាជ្ញ3នាក់ដាប់ពន្យល់នេះហើយជឿថាងាយមែនដល់វេលាថ្ងៃរសៀលស្លៀកខោអាវស្អាតបាតដើរក្បែរកំផែងមៀងដើរទៅមកដើម្បីបង្ហាញខ្លួនឲ្យនាងកល្យាណីឃើញគ្រានោះនាងកល្យាណីអគ្គនារីរដ្ឋស្ថិតនៅលើប្រាសាទបានឃើញអាការរបស់អ្នកប្រាជ្ញត្មាង3នាក់នោះប្លែកដូច្នោះក៏ប្រើស្ត្រីបម្រើម្នាក់ដែលមានគំនិតត្រឹមត្រូវចិត្តដល់នឹងនាងឲ្យចុះស៊ើបការតើអ្នកប្រាជ្ញទាំង3នាក់នោះមានការដូចម្ដេចស្ត្រីបម្រើចុះទៅឈរក្បែរកំពែងវាំងធ្វើអាការតាមសេចក្តីបង្គាប់របស់នាងឯអ្នកប្រាជ្ញទាំង3នាក់ឃើញស្ត្រីបម្រើនោះហើយក៏ចូលទៅចិត្តនិយាយរាក់ទាក់ថាមនាប្អូនស្រីម្ចាស់នាងរហែលជាអផ្សុកស្ងាត់ណាស់ព្រោះធ្នេញជាឲ្យបណ្ឌិតមិនទៅចូលនាងប្រាប់បណ្ដាំបងណាស់នាងកល្យាណីផងថាបណ្ឌិតនៅមានទៀតមិនទាន់អស់ទេកុំភ័យភិតអ្វីឡើយនិយាយដូច្នេះហើយក៏ដើរជិះចេញទៅស្ត្រីបម្រើនាំពាក្យនោះទៅក្រាបដល់នាងកល្យាណីគិតថាអញនឹងបញ្ជូតចាប់អ្នកប្រាជ្ញទាំង3នេះឲ្យបានហើយក៏ហៅទាសកម្មកររបស់នាងទៅប្រារឿងសម្ងាត់សពគ្រប់ហើយបង្គាប់ឲ្យជីកអណ្ដូងចិត្តកំពែងវាងដាក់ដងថ្លឹងឡៃឲ្យល្មមដងថ្លឹងរំលងផុតទៅខាងក្រៅកំពែងវាងបាននិងឲ្យធ្វើរៀងលក់ទំនិញក្បែរអណ្ដូងនោះហើយឲ្យធ្វើសាលា2សាលាមួយឲ្យលក់ថ្នាំអុសមួយទៀតឲ្យលក់គ្រឿងប្រដាប់ដារំឈូសនិងតទូជាដើមឲ្យធ្វើសាលាមួយទៀតខ្ពស់ផុតកំពែងវាមុនាងអង្គុយលេងលំហើយចាប់តាំងពីថ្ងៃនោះមកនាងស្អិតស្អាងកាយយ៉ាងល្អស្រស់ទៅអង្គុយខ្ពស់នោះនិយាយលេងសើចក្អាកក្អាយជាមួយស្ត្រីបរិវាររបស់នាងបណ្ឌិតទាំង3នាក់កាលបើត្រឡប់ពីគាល់ព្រះមហាក្សត្រហើយក៏ដើរទៅក្បែរកំពែងវាំងជិតសាលាដែលនាងកល្យាណីអង្គុយបណ្ដាបណ្ឌិតទាំង3អ្នកនោះសុទ្ធរីល័យឲ្យបណ្ឌិតអត់ទ្រាំពង់បានដោយកាមដង្ហាគ្រប់សង្កត់ខ្លាំងក៏លួចដើរត្រឡប់មកវិញមិនឲ្យបណ្ឌិត2នាក់ដឹងកាលបើមកដល់ហើយក៏លួចចូលទៅជិតកំពែងវាំងក្បែរអណ្ដូងទឹកឃើញនាងពលថីស្រីបម្រើរបស់នាងកល្យាណីម្នាក់កំពុងដងទឹកក៏និយាយខ្សែបនឹងស្ត្រីនោះថាមាប្អូនស្រីនាងមកដងក្នុងវេលាយប់ដូច្នោះព្រោះអ្វីស្ត្រីនោះប្រាប់តាមឧបាយរបស់នាងកល្យាលីថាពិតបណ្ឌិតខ្ញុំនេះនាងកល្យាណីចាប់ឲ្យមកចាំលោកដើម្បីជម្រាបការស្ងាត់កំបាំងសុនរីល័យឲ្យបណ្ឌិតបានស្ដាប់ពាក្យនោះហើយមានសេចក្តីរីករាយព្រីព្រួចក្នុងចិត្តឥតឧបមាព្រោះត្រូវចំណុចចិត្តរបស់នាងទើបនិយាយទៅកាន់ស្ត្រីនោះថាមនាប្អូនស្រីនាងអាចនាំបងចូលទៅក្នុងវាំងដើម្បីប្រឹក្សាការសម្ងាត់ជាមួយនាងកល្យាណីបានឬស្ត្រីនោះនិយាយថាឲ្យលោកឲ្យការនេះពិតពិបាកណាស់មិនងាយទេព្រោះមានអ្នកចាំទ្វារច្រើនសង្កត់ណាស់លុះត្រាខ្ញុំទៅនិយាយឲ្យត្រូវនឹងអ្នកទាំងអស់នោះទើបបានសុនរីល័យឲ្យបណ្ឌិតស្ដាប់ហើយ